យើងបានមើលល្អិតល្អន់ហើយសំណួរសួរថាតើបាតដៃរបស់នំសីហាពូម៉ៅការសំណងហ្នឹងគាត់ឆ្លងកាត់គ្រោះនឹងផុតដែរឬទេអានេះលោកគ្រូឆ្លើយតាមក្បួនបង្ហាញថាបុគ្គលនេះអាចនឹងឆ្លងផុតអំពីបញ្ហាដែលកំពុងតែកើតឡើងស្ដីបងប្អូនអរគ្នាខ្ញុំបានឃើញបាតដៃរបស់អ្នកម៉ៅការសំណងមួយដែលបងប្អូនស្គាល់ខ្ញុំបាននិយាយឈ្មោះគាត់ទេបាតដៃនេះខ្ញុំឃើញគាត់បោះដោយខ្លួនឯងហើយគាត់ក៏មិនបានមករកឲ្យខ្ញុំវិភាគដែរក៏ប៉ុន្តែខ្ញុំបានយកបាតដៃរបស់គាត់មកវាមានចំណុចដែលគួរឲ្យចាប់អារម្មណ៍ច្រើនចឹងបងប្អូនចង់ដឹងយើងទៅមើលវីដេអូនេះដល់ចប់តាមខ្ញុំវិភាគនឹងមើលទៅលើខ្សែបាតដៃរបស់គាត់ណាក៏បង្ហាញថាមនុស្សគាត់នឹងគឺមានចិត្តទលាយហើយមានចិត្តមេត្តាចូលចិត្តជួយអ្នកដទៃមានភាពស្មោះត្រង់និងស្រឡាញ់យុត្តិធម៌ក៏ប៉ុន្តែដោយសារចិត្តទុនរបស់គាត់ជារឿយៗគាត់តែងតែខាតបាត់បង់ទ្រព្យឬក៏ខាតទ្រព្យសម្បត្តិដោយសារអាភាពចិត្តទុនរបស់គាត់ហើយនឹងខាតទឹកចិត្តដោយសារការជួយមនុស្សខុសហើយត្រូវរែកពុននិងរងគ្រោះចំពោះគេផងដែរបើយើងមើលទៅលើខ្សែខួរក្បាលវាមានលក្ខណៈតែវាចូលរៀងជ្រៅបន្តិចទៅទួលប្រច័ណ្ឌណាក៏បង្ហាញថាគល់ហ្នឹងគាត់មានការគិតបែបកតញ្ញខ្ពស់ហើយមនុស្សគាត់មានសមត្ថភាពវិភាគបានល្អិតល្អន់នៅក្នុងរឿងអីមួយប៉ុន្តែគាត់ចូលចិត្តសម័យតែមនុស្សហ្នឹងគាត់អាចមើលចិត្តមនុស្សដឹងគាត់អាចដឹងថាបុគ្គលនេះមិនបងប្អូនសួរគាត់អាចនឹងមើលដឹងហើយបើយើងពិនិត្យទៅលើខ្សែវាសនារបស់គាត់រត់ទៅត្រង់សម្រាប់ម្រាមដៃកដាលរត់ទៅដល់ហ្នឹងក៏បង្ហាញថាគាត់គឺជាមនុស្សដែលមានគោលដៅច្បាស់លាស់តាំងពីវ័យក្មេងហើយភាពជោគជ័យរបស់គាត់គឺបានមកពីការខិតខំប្រឹងប្រែងនៅក្នុងអាជីពរបស់គាត់និយាយទៅគាត់អត់មានទ្រព្យសម្បត្តិអីពីឪពុកម្ដាយទេប៉ុន្តែចំណុចពិសេសដែលខ្ញុំមើលឃើញគឺគាត់មានឃ្លាំងទ្រព្យនៅលើបាតដៃសញ្ញាបងប្អូនយើងតែងតែឃើញគេហៅថាផ្ទះប៉ុនហ្នឹងយើងឃើញថាបាតដៃរបស់គាត់មានឃ្លាំងល្អមែនទែនណាសម្រាប់បាតដៃណាក៏ប៉ុន្តែគាត់ក៏ធ្លាប់រកស៊ីខាតដែរនៅចន្លោះអាយុ30ទៅដល់35បើយើងពិនិត្យទៅលើខ្សែវាសនាណាប៉ុន្តែឥឡូវនេះគាត់អាយុប្រហែលនេះខ្ញុំមើលនៅលើអាសញ្ញាបត្រគាត់នោះ1993អញ្ចឹងខ្ទង់33អញ្ចឹងវារត់ទៅវាមានខ្សែវាសនានេះវាមានខ្សែកាត់ខ្វាត់ខ្វែងហើយមានសញ្ញាណាអញ្ចឹងបែបហ្នឹងក៏បង្ហាញថាគាត់នឹងត្រូវជួបឧបសគ្គរឿងលុយកាក់ហិរញ្ញវត្ថុការដាក់ទុនរបស់គាត់នឹងអាចនឹងសម្រេចចិត្តខុសឆ្គងអ្វីមួយទៅលើមុខរបររបស់គាត់ហើយធ្វើឲ្យគាត់នឹងមានសម្ពាធខ្លាំងហើយក្រំគ្រាចិត្តតែម្ដងណាសម្រាប់បញ្ហាដែលគាត់ជួបនៅក្នុងអាយុចន្លោះហ្នឹងបញ្ហារបស់គាត់ដោយសារគាត់ជឿជាក់មនុស្សពេកដូចយើងបានដឹងពីមុនអញ្ចឹងថាគាត់រៀងចិត្តទុនដែរបុគ្គលហ្នឹងរហូតដល់ធ្វើឲ្យគេក្បត់ទំនុកចិត្តធ្វើឲ្យមានការខកបំណងអញ្ចឹងណាបន្ទាប់ពីយើងបានមើលល្អិតល្អន់ហើយសំណួរសួរថាតើបាតដៃរបស់នំសីហាពូម៉ៅការសំណងហ្នឹងគាត់ឆ្លងកាត់គ្រោះនឹងផុតដែរឬទេអានេះលោកគ្រូឆ្លើយតាមក្បួនបង្ហាញថាបុគ្គលនេះអាចនឹងឆ្លងផុតអំពីបញ្ហាដែលកំពុងតែកើតឡើងដោយសារតែយើងមើលទៅលើខ្សែវាសនានិងខ្សែខួរក្បាលរបស់គាត់គឺมันមានកាយដែលត្រូវជាប់គុកជាប់ច្រវាក់ឬក៏មានសញ្ញាមួយណាដែលបង្ហាញថាគាត់ត្រូវមានបញ្ហានឹងទេមើលទៅបញ្ហានេះវាជាបញ្ហាមួយដែលប្រឈមខ្លាំងធ្វើឲ្យគាត់ហត់នឿយត្រូវប្រឈមមុខជាមួយនឹងក្តីក្តាំហើយ stressតែម្ចាស់បាតដៃនេះគាត់មានភាពវៃឆ្លាតហើយមានស្មារតីនឹងដំណោះស្រាយនឹងត្រូវតែមានសម្រាប់ជាមនុស្សម្នាក់ដែលអាចថាមានការវៃឆ្លាតដែរបើយើងមើលទៅលើបាតដៃណាហើយនឹងមានឱកាសខ្ពស់នៅក្នុងការដែលរៀបចំឯកសារផុសតាំងដោះស្រាយទៅតាមផ្លូវច្បាប់ឲ្យមានភាពល្អប្រសើរបើយើងមើលទៅលើខ្សែវាសនារបស់គាត់ថ្មីត្បិតតែមានខ្សែហ្នឹងវាមានសញ្ញាកាត់ឬក៏សញ្ញាដែលខ្វែងក៏បង្ហាញថាគាត់កំពុងតែជាប់ក្តីក្តាំងមែនក៏ប៉ុន្តែខ្សែវាសនារបស់នំសីហានេះគឺនៅមានកម្លាំងមានភាពល្អអាចរត់ទម្លុះទៅខាងលើទៅម្រាមដៃកដាលយ៉ាងច្បាស់អញ្ចឹងក៏បង្ហាញថារឿងក្តីក្តាំងនេះគ្រាន់តែជាការរំខានជីវិតរបស់គាត់បណ្ដោះអាសន្នប៉ុណ្ណោះអាចមកកាត់ឬក៏ទម្លាក់ឲ្យគាត់ដុនដាបទេរឿងនេះគាត់នឹងអាចដោះស្រាយពីរឿងធំឲ្យមករឿងទូចហើយនឹងឆ្លងផុតបានយ៉ាងរលូនសំណួរសួរថាតើពេលណាគាត់អាចឆ្លងផុតបើនៅលើបាតដៃរបស់គាត់នឹងប្រាប់អាយុរបស់គាត់34ហើយចូលឆ្នាំ2027ហ្នឹងគាត់នឹងឆ្លងផុតនៃឧបសគ្គនេះហើយវីដេអូនេះខ្ញុំគ្រាន់តែវិភាគទៅតាមក្បួនខ្នាតហើយបាតដៃនេះគាត់ក៏មិនបានមករកខ្ញុំឲ្យវិភាគដែរខ្ញុំឃើញគាត់បង្ហោះនៅលើ TikTok របស់គាត់ខ្ញុំក៏យកមកផ្ទៀងអញ្ចឹងបញ្ជាក់បងប្អូនបន្តិចការវិភាគនេះមិនបានបញ្ជាក់ថាគាត់ខុសឬត្រូវទេណាគ្រាន់តែខ្ញុំវិភាគទៅលើបាតដៃរបស់គាត់អញ្ចឹងសូមបងប្អូនមើលដោយពិចារណាហើយរៀនជាចំណេះដឹង